សួស្តីអ្នកទាំងអស់គ្នាឥឡូវយើងមកជួបជាមួយខ្ញុំទៀតហើយខានបានធ្វើវីដេអូឲ្យអ្នកទាំងអស់គ្នាបានទស្សនារយៈពេលរៀងយូរដែរប្រហែលជាមួយសប្តាហ៍ជាងខ្ញុំពិតជានឹកអ្នកទាំងអស់គ្នាមែនទែនតើអ្នកទាំងអស់គ្នានឹកខ្ញុំដែរទេខ្ញុំខានធ្វើវីដេអូយូរនឹងបញ្ចូលសំឡេងឲ្យអ្នកទាំងអស់គ្នាបានស្ដាប់នៅសំឡេងមួយនេះឥឡូវនេះខ្ញុំបានមកលេង One Block ក្នុងនេះខ្ញុំបានលេងតែមួយយប់ទេជាមួយមិត្តភក្តិខ្ញុំឥឡូវខ្ញុំបានរត់បោះបរៀងច្រើនដែរយើងក៏បានសាងសង់អីខ្លះព្រោះខ្ញុំមិនបានជាបដោតអីច្រើននោះទេឥឡូវនេះខ្ញុំក៏បានមកដើរមើលជុំវិញនេះព្រោះយើងបានសាងសង់អីរៀងបន្តិចបន្តួចផងឥឡូវយើងក៏បានមកមើលដំណាំរបស់យើងវិញដំណាំយើងក៏ដាំមិនសូវជាច្រើនព្រោះខ្ញុំមិនបានជាសូវជាបដោតទៅលើការលេងច្រើនអីទេយើងលេងក្នុងវគ្គនេះគឺជាលេងដើម្បីឲ្យទៅសប្បាយប៉ុណ្ណោះខ្ញុំក៏មិនបានជាថតវីដេអូឲ្យអ្នកទាំងអស់គ្នាបានទស្សនាទេកន្លែងនោះខ្ញុំបានលេងដាច់យប់ជាមួយមិត្តភក្តិឥឡូវពួកយើងបានຕົកវគ្គនេះចោលហើយខ្ញុំក៏បានចូលមកមើលខ្លះព្រោះយើងមិនសូវមានពេលវេលាលេងច្រើនដូចមុនទេខ្ញុំកំពុងតែខ្ញុំរាល់ថ្ងៃនេះក៏មិនសូវជាមានពេលទំនេរសម្រាប់យកពេលនោះដើម្បីមក record វីដេអូអ្នកទាំងអស់គ្នាបានទស្សនាទេព្រោះខ្ញុំត្រូវការពេលវេលាខ្លះដើម្បីសម្រាកនិងត្រូវការពេលវេលាបន្តិចបន្តួចផងដើម្បីយកពេលវេលានោះយកមកធ្វើការរៀបវិញ្ញាសាដើម្បីយើងប្រឡងនៅខាងមុខទៀតជិតដល់ថ្ងៃប្រឡងទៀតហើយប្រហែលជាមិនយូរទេត្រឹមតែខែ2នេះអីយើងនឹងដល់ប្រឡងឆមាសទី1ហើយខ្ញុំត្រូវតែព្យាយាមឲ្យបានច្រើនជាងមុនទៀតព្រោះយើងមិនអាចបណ្ដោយខ្លួនទៅលើការមើលទូរស័ព្ទនិងលេងហ្គេមលេងអីនោះទេរាល់វីដេអូមួយនេះខ្ញុំបានធ្វើមួយនេះគឺគ្រាន់តែចង់និយាយប្រាប់ទៅអ្នកទាំងអស់គ្នាខ្លះព្រោះខ្ញុំមិនសូវជាមានពេលច្រើនសម្រាប់ធ្វើវីដេអូដូចមុនប៉ុន្តែមិនប្រកាសថាខ្ញុំមិនធ្វើនោះទេយូរខ្ញុំអាចនឹងធ្វើម្ដងឲ្យអ្នកទាំងអស់គ្នាបានមើលព្រោះមិនចង់ឲ្យ channel YouTube របស់ខ្ញុំនេះវាទុកយូរទៅវាស្ងាត់ពេកក៏ខ្ញុំធ្វើវាខ្លះប្រកាសថាខ្ញុំនឹងធ្វើឲ្យអ្នកទាំងអស់គ្នាបានទស្សនារាល់ថ្ងៃដល់ពេលដែលខ្ញុំទំនេរពីការសិក្សាឥឡូវយើងក៏បានមករៀបចំអីវ៉ាន់ខ្លះព្រោះអីវ៉ាន់ខ្ញុំរញ៉ៃពេកមិនបានជារៀបអីទេខ្ញុំចុចយកដើម្បីឲ្យតែរួចខ្លួនព្រោះអីវ៉ាន់យើងច្រើនយើងត្រូវការពេលខ្លះដើម្បីទៅធ្វើអីផ្សេងទៀតខ្ញុំក៏បានមករើសអីវ៉ាន់បន្ថែមទៀតដើម្បីយកមកដាក់ក្នុងឆេះយើងព្រោះអីវ៉ាន់យើងមិនដឹងជាអីវ៉ាន់ខ្លះអីទេខ្ញុំយកមកទុកពេញទ្វាលហើយដាក់រាយប៉ាយពេញទៅនេះទៀតដើម្បីអ្នកទាំងអស់គ្នាមើលក៏ធុញដែរថាខ្ញុំជាមនុស្សម្នាក់ដែលមិនសូវចូលចិត្តរៀបច្រើនទេយើងចុចយកទៅអត់តែបានឥឡូវយើងក៏បានមកមើលជុំវិញនេះព្រោះថាទស្សនវិជ្ជាក្នុងនេះវាមិនសូវជាស្អាតអីទេយើងក៏បានដើរមកមើលជុំវិញនេះមើលឃើញជ្រុងក្បាលនៅខាងក្រោមទៀតឥឡូវយើងក៏បានដើរមកក្រោមផ្ទះមើលទៅជុំវិញផ្ទះគ្មានស្អីដែរគួរឲ្យគយគន់នោះទេមើលទៅក្នុងនោះសុទ្ធតែទឹកខាងនេះដីស្រឡះច្រាញ់ហើយយើងក៏បានមកមើលហាប់យើងថែមទៀតតែគ្មានរបស់អីប្រើប្រាស់នោះទេយើងក៏បានបើកមកត្រឡប់មកបើកហាប់យើងនេះវិញហើយយើងក៏បានមើលហាប់ខ្លះមើលទៅរបស់របររញ៉ៃមិនសូវមានសម្ដាប់ធ្នាប់អីទេខ្ញុំពិតជាមិនអាចចេញវីដេអូបានច្រើននោះទេអ្នកទាំងអស់គ្នានឹងជួបខ្ញុំនៅវីដេអូក្រោយ